ភ្លៀងធ្លាក់ដល់ខ្លាំងនៅរសៀលថ្ងៃមួយមានក្មេងប្រុសម្នាក់កំពុងរុញរទេះលក់ការ៉ែមប៉ុន្តែគាត់លក់មិនបានមួយដើមទេត្រជាក់ញ័រញាក់និងអស់សង្ឃឹមគាត់បានគូសទ្វារផ្ទះតូចមួយក្មេងស្រីអាយុ16ឆ្នាំម្នាក់បានបើកទ្វារក្មេងនោះបានអង្វរថាសូមជួយទិញការ៉ែមខ្ញុំមួយដើមផងដើម្បីឲ្យខ្ញុំបានលុយទៅទិញកាហ្វេក្តៅមួយពែងព្រោះឥឡូវខ្ញុំរងាណាស់ក្មេងស្រីនោះបែរទៅសួរឪពុកហើយនិយាយថាប៉ាតែយើងអាចទិញមួយដើមជួយគាត់បានទេប៉ុន្តែឪពុកឆ្លើយថាទេយើងនឹងមិនទិញការ៉ែមទេតែយើងនឹងធ្វើអ្វីដែលល្អជាងនេះគាត់បានអញ្ជើញក្មេងប្រុសនោះទៅខាងក្នុងផ្ទះឲ្យភួយកក់ក្តៅដល់គាត់មួយហើយឲ្យទឹកដោះគោក្តៅមួយកែវមកគាត់ក្មេងប្រុសទទួលទាំងទឹកភ្នែកពេញភ្នែកពេលគាត់ចេញទៅគាត់និយាយថាថ្ងៃមួយព្រះនឹងជួយខ្ញុំសងគុណអ្នកចំពោះអ្វីដែលអ្នកបានធ្វើចំពោះខ្ញុំ15ឆ្នាំបានកន្លងផុតទៅក្មេងស្រីដដែលនោះមានអាយុ31ឆ្នាំហើយបានបញ្ជូនឪពុកគាត់ទៅមន្ទីរពេទ្យគាត់ត្រូវការវះកាត់ជាបន្ទាន់ដែលត្រូវចំណាយប្រាក់ទាំងអស់ដែលគាត់ខំរកស្ទើរពេញមួយជីវិតដោយបារម្ភឪពុករបស់គាត់បាននិយាយថាកូនស្រីយើងនៅសល់តែផ្ទះប៉ុណ្ណោះបើត្រូវលក់វាសម្រាប់ការវះកាត់នេះប៉ាសុខចិត្តស្លាប់គ្រូពេទ្យឮហើយនិយាយយ៉ាងទន់ភ្លន់ថាកុំបារម្ភអីលោកពូយើងនឹងធ្វើអ្វីដែលត្រឹមត្រូវចូលសង្គ្រោះជីវិតពូជាមុនសិនការវះកាត់នេះត្រូវបានធ្វើឡើងដោយការយកចិត្តទុកដាក់និងក្តីស្រឡាញ់ហើយឪពុករបស់ក្មេងស្រីនោះត្រូវបានសង្គ្រោះប៉ុន្មានថ្ងៃក្រោយមកគ្រួសារបានទទួលសម្បត្តិពីមន្ទីរពេទ្យកូនស្រីបានបើកវាហើយចាប់ផ្ដើមយំឪពុករបស់នាងបានសួរដោយចាប់ដៃថាមានរឿងអ្វីនាងក៏អានឮថាការវះកាត់របស់ឪពុកអ្នកត្រូវបានបង់សម្រាប់15ឆ្នាំមុនរួចហើយដោយភួយដល់កក់ក្ដៅនិងទឹកដោះគោមួយកែវទង្វើដ៏សប្បុរសនោះមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំសូមព្រះប្រទានពរដល់គ្រួសារអ្នកតាមការពិតគ្រូពេទ្យនោះគឺជាក្មេងប្រុសដូចគ្នាដែលពួកគេធ្លាប់ជួយរឿងនេះរំលឹកយើងថាអ្វីក៏ដោយដែលអ្នកផ្ដល់ឲ្យទោះតូចប៉ុណ្ណាក៏ដោយនឹងត្រឡប់មកអ្នកវិញជានិច្ចហើយជាញឹកញាប់វាមកវិញនៅពេលដែលអ្នកត្រូវការវាបំផុត